សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel MD សម្រាយរឿងថ្ងៃនេះដែរ Admin នឹងយករឿងដ៏ព្រឺព្រួចមួយរឿងមកសម្រាយឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ជាប្រភេទរឿងពាក់ព័ន្ធជាមួយនឹងអាថ៌កំបាំងសាសនានិងការបូជាដែលប្រភពរឿងមកពីប្រទេសឥណ្ឌូនេស៊ីសាច់រឿងនេះដែរគឺថាលងបន្លាចខ្លាចញ័រខ្លាចញ័រអស់សាប្រាណកុំភ្លេចជួយចុច Subscribe និង Like វីដេអូនេះផងបើអ្នកទាំងអស់គ្នាគិតថាចូលចិត្តអញ្ចឹងនាំគ្នាចូលសាច់រឿងយើងតែម្ដងអូអធិស្ឋាន Admin មិនទាន់បានប្រាប់ចំណងជើងរឿងនេះមានចំណងជើងថាយកខ្ញុំទៅឋាននរករឿងចាប់ផ្ដើមដំបូងយើងឃើញមានបុរសម្នាក់កំពុងទៅដើរទៅបន្ទប់ដែលគេមានឈ្មោះថាមីនពេលទៅដល់មុខបន្ទប់គេក៏បានគោះទ្វារតែហាក់ដូចជាគ្មានអ្នកណាបើកទ្វារឲ្យគេនោះទេតែមើលទៅទ្វារនោះដូចជាមិនចាក់សោទេមីនរុញទ្វារនោះហើយក៏បានដើរចូលទៅក្នុងបន្ទប់ឃើញបបដូចជាចម្លែកហើយក៏សួរថាឯងកើតអីហើយគេក៏បានប្រាប់ទៅបបទៀតថាមានតែកន្លែងនឹងហើយដែលមានតម្លៃជួលធូរថ្លៃនិងស្អាតល្មមនៅបបក៏និយាយទៅមីនថាគេដូចជាមានអារម្មណ៍មិនស្រួលទេដូចជាមានអ្នកណាកំពុងតែឈរមើលយើងរហូតហើយក៏សូមឲ្យមីននឹងដេកនៅទីនឹងមួយយប់បានហើយតែមីនដកដង្ហើមធំនឹងមិនបាននិយាយអ្វីទាំងអស់បន្ទាប់ពីអ្នកទាំងពីរបានសន្ទនាគ្នារួចហើយវេលាម៉ោង 2 យប់ក៏ឈៀងចូលមកដល់អ្នកទាំងពីរក៏ចាប់ផ្ដើមចូលដេកពេលដេកបានមួយស្របក់បបគេក៏បានឮសំឡេងគោះបង្អួចគេក៏ក្រោកឡើងទាំងអារម្មណ៍ភ័យខ្លាចបបបានក្រោកឡើងអង្គុយហើយហៅទៅមីនតិចថាឯងមានឮសំឡេងអ្វីទេតែមើលទៅមីនគេកំពុងតែដេកនឹងមិនបានឮបបបានសួរនោះទេបបក៏សម្រេចចិត្តទាំងភ័យខ្លាចរួចដើរទៅបង្អួចនោះហើយក៏ទាញវាំងនោនដើម្បីមើលទៅក្រោមបបបើកភ្នែកធំនិងចំហមាត់មើលទៅដូចជាឃើញអ្វីប្លែកនិងគួរឲ្យខ្លាចងាកមកមើលមីនវិញដែលកំពុងតែដេកគេក៏មានអារម្មណ៍ថាស្ពឹកជើងរួចគេក៏ក្រោកឡើងតែមិនបានឃើញបបនោះទេមិនដឹងថាគេទៅទីណាទាំងយប់ភ្លាមនោះគេក៏បានឮសំឡេងចប់ដូចជាមានមនុស្សកំពុងតែជីកដីនៅខាងក្រៅផ្ទះមីនបានក្រោកទៅយកពិលដើម្បីបញ្ចាំងមើលតាមសំឡេងនោះស្រាប់តែឃើញបបកំពុងតែជីកដីនៅក្នុងចម្ការចេកមីនមិនចាំយូរគេក៏កាន់ពិលនោះរួចក៏រត់ទៅរកបបគេក៏បានទៅដល់ពីក្រោយខ្នងបបឃើញបបកំពុងតែកាយដីយ៉ាងចម្លែកភ្លាមនោះបបក៏ងាកមុខមករកមីនវិញហើយក៏បានប្រាប់ថាចុះមកដើម្បីជួយកាយដីគ្នាព្រោះគេបានឃើញអ្វីចម្លែកនៅទីនេះមីនក៏បានចុះទៅជួយកាយដីបបអ្នកទាំងពីរក៏កាយរហូតដល់តែបានឃើញអ្វីមួយអ្នកទាំងពីរក៏ខំកាយបន្តទៀតក៏ស្រាប់តែឃើញក្រណាត់ពណ៌សដែលក្រណាត់ពណ៌សនោះជាក្រណាត់រុំសពបបក៏បានយកដៃបើកក្រណាត់សនោះមើលក៏ឃើញសាកសពនោះមានសភាពស្លេកស្លាំងរង្វង់ភ្នែកពណ៌ខ្មៅគួរឲ្យចាប់ចិត្តនិងគួរឲ្យស្រឡាញ់ហើយបើយើងមើលទៅសាកសពនោះគឺជាសាកសពរបស់បបនឹងឯងបបបានឃើញខ្លួនឯងដេកស្លាប់ដូច្នេះគេក៏ភ្ញាក់ហើយក៏ស្រែកយ៉ាងខ្លាំងព្រោះនោះជាការសុបិនរបស់គេតែប៉ុណ្ណោះមីនដែលដេកក្បែរនោះក៏ក្រោកឡើងហើយក៏សួរបបថាតើឯងកើតអីបបក៏ឆ្លើយវិញថាគេបានសុបិនអាក្រក់គឺកន្លែងនេះមិនគួរឲ្យរស់នៅនោះទេហើយគេក៏បានប្រាប់ទៅមីនទៀតថាគេសុបិនឃើញខ្លួនគេនឹងស្លាប់ហើយបានកប់នៅក្នុងដីនៅក្នុងចម្ការចេកខាងក្រោមផ្ទះនេះឯងហេតុការណ៍ដែលគួរឲ្យខ្លាចយំនោះបានកន្លងហួសទៅសាច់រឿងក៏កាត់មកដល់តួឯកស្រីរបស់យើងដែលមានឈ្មោះថាលេណានាងបានជិះឡានក្រុងចាក់ចេញពីទីក្រុងចាកាតាមករស់នៅឯទីក្រុងម៉ាឡាងដើម្បីរៀនបន្តពេលដែលលេណានាងបានមកដល់បងប្រុសរបស់នាងឈ្មោះបេនហ៊ូក៏បានមកទទួលនាងដើម្បីទៅបន្ទប់ជួលរបស់ខ្លួនដែលស្ថិតនៅផ្ទះធំមួយឈ្មោះថា boarding house មានសម្ភារៈតិចបន្ទប់ជួលហ្នឹងគឺនៅផ្ទះធំហ្នឹងម្ចាស់ផ្ទះគេហ្នឹងបានបែងចែកជាបន្ទប់ដើម្បីជួលឲ្យគេស្នាក់នៅចូលមកសាច់រឿងរបស់យើងវិញផ្ទះដ៏ធំស្កឹមស្កៃនោះមានម្ចាស់ជាប្តីប្រពន្ធ2នាក់ដែលប្តីមានឈ្មោះថា Veryu និងប្រពន្ធមានឈ្មោះថា Astri លោក Veryu និងលោកស្រី Astri គាត់ទាំងពីរនាក់មានចរិតរលាយរាក់ទាក់និងបានទទួលលេណាឲ្យរស់នៅជាមួយបងប្រុសនាង Ben Hur លោកស្រី Astri បាននាំលេណាដើរមើលនៅក្នុងផ្ទះនិងបានប្រាប់លេណាថានៅក្នុងផ្ទះនេះមានអ្នកជួលនៅចំនួន10នាក់ខ្លះជានិស្សិតនិងខ្លះទៀតជាកម្មករនិយាយចប់គាត់ក៏ទៅវិញលេណានាងក៏បន្តដើរមើលនៅក្នុងផ្ទះនោះរួចក៏ឃើញមានបរិសុទ្ធ2នាក់កំពុងតែនិយាយប្រកែកគ្នា2នាក់នោះគឺជាបបនិងមីននិងឯងអ្នកទាំងពីរនោះប្រកែកគ្នារឿងយកសពយកមិញដែលឃើញថាបបគេបានស្លាប់ហើយបបក៏បានប្រាប់ទៅមីនទៀតថាគេនឹងត្រឡប់ទៅទីក្រុងចាកាតាវិញរួចគេក៏ដើរចេញពីទីនោះស្របពេលលេណាក៏នៅទីនោះដែរបន្ទាប់ពីបបបានដើរចេញពីទីនោះសាច់រឿងក៏កាត់មកដល់ពេលយប់ដែលជាម៉ោងអាហារពេលយប់នឹងឯងអ្នកទាំងអស់គ្នាដែលបានជួលបន្ទប់នៅទីនោះក៏បានជុំគ្នាជាទម្លាប់ព្រោះថានៅទីនោះម្ចាស់ផ្ទះប្តីប្រពន្ធ2នាក់នោះតែងតែទុកពួកគេដូចជាអ្នកផ្ទះអញ្ចឹងជាទម្លាប់ម្ចាស់ផ្ទះ2នាក់នោះតែងតែរៀបបាយទឹក
ឲ្យអ្នកទាំងអស់គ្នាញ៉ាំជុំគ្នានៅទីនោះពេលដែលជុំគ្នាអស់ហើយមុនពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមញ៉ាំលោកស្រីអាស្ទ្រីគាត់បានឲ្យអ្នកទាំងអស់គ្នាបួងសួងតាមប្រពៃណីអ្នកទាំងអស់គ្នាបានលើកដៃចំណែកឲ្យលោកស្រីអាស្ទ្រីជាអ្នកអធិដ្ឋានពេលកំពុងតែអធិដ្ឋានលេណាមានអារម្មណ៍ដូចជាចម្លែកព្រោះថាការបួងសួងរបស់លោកស្រីអាស្ទ្រីគាត់បានសូត្រថានៅសល់តែ10នាក់ទេសូមឲ្យបានសុខមានសុខភាពល្អលោកស្រីអាស្ទ្រីគាត់បានសូត្រដដែលចំនួន5ដងមានម្នាក់ស្រីម្នាក់ឈ្មោះថារីណានាងបានអង្គុយក្បែរលេណាឃើញលេណាធ្វើសភាពដូចជាឆ្ងល់គេក៏បានប្រាប់ទៅលេណាថានេះគ្រាន់តែជាទម្លាប់រាល់ដងតែប៉ុណ្ណោះគាត់ធ្វើដើម្បីឲ្យពួកយើងមានសុខភាពល្អនិងរស់នៅបានសុខសប្បាយពេលដែលបួងសួងចប់អ្នកទាំងអស់គ្នានៅទីនោះក៏ចាប់ផ្ដើមញ៉ាំកំពុងតែញ៉ាំសុខបបគេក៏ចាប់ផ្ដើមក្អួតនៅទីនោះតែម្ដងហើយក៏បានក្រោកចេញរួចក៏រត់ចេញពីទីនោះបាត់មានឃើញបែបនេះក៏ប្រាប់ទៅទាំងអស់គ្នាថាប្រហែលបបគេឈឺក្រពះហើយរួចមីនក៏ងើបចេញរត់ទៅតាមបបចំណែកឲ្យគ្រប់គ្នាបន្តញ៉ាំបាយធម្មតាតែមើលទៅលេណានាងដូចជាមានអារម្មណ៍មិនស្រួលទេហើយនាងក៏បានលួចមើលទៅមុខរបស់លោកស្រីអាស្ទ្រីទឹកមុខគាត់មើលទៅគួរឲ្យខ្លាចណាស់បន្ទាប់ពីអាហារពេលយប់រួចពួកគេទាំងអស់គ្នាក៏ទៅបន្ទប់រៀងខ្លួនលេណាអង្គុយចុចទូរស័ព្ទស្រាប់តែឮសំឡេងរត់នាងក៏ចេញមកមើលឃើញមីនកំពុងតែយកទឹកកកដើម្បីស្អំឲ្យបបព្រោះថាបបគេបានក្តៅខ្លួនលេណាក៏បានដើរចេញពីបន្ទប់ដើម្បីទៅជួយអ្នកទាំងពីរពេលដែលទៅដល់បន្ទប់របស់មីននិងបបនាងក៏បានឃើញមីនបានយកទឹកកកយកទៅស្អំឲ្យបបលេណាបានប្រាប់ទៅមីនថាពេលដែលក្តៅខ្លួនគេមិនយកទឹកកកយកទៅស្អំអញ្ចឹងទេនាងក៏បានយកទឹកកកនោះរៀបនឹងដូរទៅជាទឹកធម្មតាវិញស្រាប់តែបបនិយាយរវើរវាយមិនដឹងថានិយាយអំពីអ្វីដោយគេនិយាយថាគុំចេញទៅក្រៅពួកគេកំពុងតែស្វែងរកយើងប្រយ័ត្នកុំឲ្យពួកគេរកឃើញពួកយើងឲ្យសោះហើយបបក៏ភ្ញាក់ឡើងពីដំណេកហើយក៏សម្លឹងទៅបង្អួចទាំងភ័យខ្លាចថាមានគេមកគោះបង្អួចយើងពួកគេមានគ្នាច្រើនណាស់និងមានខ្មោចជាច្រើនបានចងនៅចំការចេកហើយបបបើកភ្នែកធំនិងងាកទៅរកមីននិងលេណាហើយប្រាប់អ្នកទាំងពីរថាត្រូវតែជឿគេពួកយើងនឹងស្លាប់ទាំងអស់និយាយចប់បបមិនចាំយូររៀបចំឲ្យវ៉ាន់រត់ចេញមកក្រៅបំរុងឡើងម៉ូតូត្រឡប់ទៅផ្ទះវិញស្របពេលនោះលោកវើយូនិងប្រពន្ធគាត់លោកស្រីអាស្ទ្រីក៏បានមកដល់រួចក៏សួរថាមានរឿងអ្វីនឹងបានប្រាប់ទៅបបថាបើឯងមានអារម្មណ៍មិនស្រួលឯងអាចសួរពួកយើងបានបបក៏បានប្រាប់អ្នកទាំងពីរថានៅទីនេះមានខ្មោចលងពេលដែលឮបែបនោះប្តីប្រពន្ធពីរនាក់នោះក៏ងាកទៅមើលមុខគ្នាហើយក៏បានខាត់បបប្រាប់បបថាស្អែកចាំទៅក៏មិនទាន់ហួសពេលដែរតែបបមិនបានស្ដាប់នោះទេគេក៏បានបញ្ឆេះម៉ូតូរួចក៏ជិះទៅបាត់រំពេចនោះភ្លើងនៅក្នុងផ្ទះក៏ស្រាប់តែភ្លឺភ្លឹបភ្លែតប្រៀបដូចភ្លើងនៅក្នុងក្លឹបអញ្ចឹងប្តីប្រពន្ធពីរនាក់ក៏មើលមុខគ្នាហើយក៏បាននឹកឃើញទៅដល់រិនដែលជាកូនប្រុសរបស់អ្នកទាំងពីរលោកវើយូនិងលោកស្រីអាស្ទ្រីក៏បានរត់ចូលទៅក្នុងផ្ទះតម្រង់ទៅបន្ទប់របស់រិនហើយបើកទ្វារបន្ទប់ក៏ស្រាប់តែឃើញរិនដួលសន្លប់និងបានមើលទៅដៃរបស់រិនឃើញមានទឹកអ្វីសៗនៅលើដៃរបស់គេហើយថែមទាំងញ័រខ្លួនបែកពពុះមាត់ខ្សោយហេតុការណ៍ដ៏សប្បាយនៅយប់នោះក៏កន្លងហួសព្រឹកព្រលឹមក៏មកដល់យើងបានឃើញលេណានាងបានក្រោកពីគេងដោយបានអោបទៅពោះរបស់នាងហាក់ដូចជានាងកំពុងតែឈឺពោះនាងក៏បានដើរទៅបន្ទប់របស់រីណាហើយក៏បានសួរទៅលេណាថាមានឈឺដូចគេដែរឬអត់លេណាក៏បានប្រាប់ទៅលេណាថានាងក៏ឈឺដែរគឺនាងគ្រុនក្តៅហើយក៏បន្ថែមទៀតថានាងមិនងាយនឹងឈឺនោះទេតែមិនដឹងហេតុអ្វីសុកយប់មិញនាងក៏កើតគ្រុនក្តៅលេណាក៏បានសួរទៅរីណាបន្ថែមថាតើនាងមានថ្នាំដែរឬទេលេណាក៏បានប្រាប់ទៅលេណាថាថ្នាំនៅឯបន្ទប់ទទួលភ្ញៀវលេណាក៏បានដើរទៅបន្ទប់ទទួលភ្ញៀវហើយក៏បានរកថ្នាំតែពេលហ្នឹងមីនក៏បានប្រាប់ទៅលេណាថាថ្នាំអស់ហើយគឺគ្រប់គ្នានៅក្នុងផ្ទះឈឺទាំងអស់ពួកគេបានមកយកថ្នាំទៅអស់បាត់ទៅហើយសូម្បីតែបងប្រុសគេប៊ីនហួរក៏ឈឺដែរមីនក៏បានប្រាប់ឲ្យលេណាទៅសុំលោកស្រីអាស្ទ្រីទៅលេណាក៏បានដើរទៅបន្ទប់របស់លោកស្រីអាស្ទ្រីពេលដែលបានដើរទៅដល់មុខបន្ទប់គេក៏បានឮសំឡេងធ្ងររបស់រិនដែលជាកូនប្រុសរបស់លោកស្រីអាស្ទ្រីនឹងឯងលេណាក៏បានលួចមើលទៅរិនដែលកំពុងដេកនៅលើគ្រែឃើញស្បែករបស់រិនមានសភាពដូចជារលួយរិនបានដេកធ្ងរយ៉ាងឈឺចាប់ចំណែកឯលោកស្រីអាស្ទ្រីវិញបានសូត្រពាក្យដែលជាពាក្យអធិដ្ឋាននៅពេលដែលកំពុងញ៉ាំបាយដូចគ្នាថានៅសល់តែ10នាក់ទេសូមឲ្យបានសុខនិងសុខភាពល្អទាំងអស់គ្នាកំពុងតែលួចមើលសុកស្រាប់តែប៉ារបស់រិនលោកវើយូងាកក្រោយក៏បានឃើញទៅលេណាឃើញលោកវើយូភ្លាម
នាងក៏បានដើរចេញពីទីនោះលោកវើយូក៏ដើរតាមក្រោយលេណាហើយក៏ហៅលេណាឲ្យឈប់រួចក៏សួរថានាងមានការអីលេណាក៏ប្រាប់ថានាងឈឺក្បាលនាងត្រូវការថ្នាំលោកវើយូក៏ប្រាប់ឲ្យលេណាចាំបន្តិចគេដើរទៅយកឲ្យពេលដែលលោកវើយូយកថ្នាំបានហើយក៏យកមកហុចឲ្យលេណាក៏ឆ្លៀតសួរទៅលោកវើយូថាតើមានរឿងអ្វីលោកវើយូក៏តបថាមិនមានអ្វីទេលើក្រោយឈប់មកលួចមើលអញ្ចឹងលេណាបានសុំទោសរួចក៏ដើរចេញពីទីនោះហេតុការចម្លែកនៅក្នុងសាច់រឿងនេះក៏ចាប់ផ្ដើមបានកើតឡើងលេណាបានយកថ្នាំទៅឲ្យបងប្រុសគេបេនហួរពេលដែលយកឲ្យរួចហើយនាងក៏បានដើរមកបន្ទប់វិញតែក៏ស្រាប់តែឮមានសំឡេងឆ្មាដែលឆ្មានោះគឺជាឆ្មារបស់លោកស្រីអាស្ទ្រីដែលមានឈ្មោះថាសាម៉ែតនាងរកហើយរកទៀតរកនៅក្នុងផ្ទះតែរកមិនឃើញនាងក៏បានកាន់ទូរស័ព្ទបើកពិលដើរទៅរកនៅខាងក្រៅបន្ថែមទៀតនាងដើររករហូតទៅដល់ចំការចេកស្រាប់តែពេលហ្នឹងនាងក៏មានអារម្មណ៍ថាដូចជាមានមនុស្សនៅខាងក្រោយនាងក៏ងាកទៅក្រោយយឺតក៏បានឃើញខ្មោចមួយនៅខាងក្រោយនាងដែលកំពុងតែចោមឡើងទៅលើខ្មោចនោះបានបង្វិលខ្លួនមកចំនាងលេណាបានឃើញហើយនាងភ័យខ្លាចខ្លាំងណាស់ហើយខ្មោចនោះក៏បានហោះទៅរកនាងធ្វើឲ្យនាងភ័យខ្លាំងពេករួចក៏ស្រែកធ្វើឲ្យគ្រប់គ្នានៅក្នុងផ្ទះក៏ផ្អើលឈូឆរចេញទៅរកនាងអ្នកទាំងអស់គ្នាក៏តាមរកលេណាទៅដល់ចំការចេកហើយក៏បានឃើញលេណាកំពុងតែអង្គុយយំនឹងអោបជង្គង់អ្នកទាំងអស់គ្នាក៏បាននាំលេណាមកចូលក្នុងផ្ទះវិញរួចលេណាក៏បានប្រាប់ទៅអ្នកទាំងអស់គ្នាថានាងពិតជាបានឃើញមែនភ្លាមនោះមីនក៏បានឮលេណានិយាយបែបនោះគេក៏នឹកឃើញបបព្រោះបបគេក៏ប្រាប់ទៅមីនថាគេក៏ធ្លាប់ឃើញដែរចំណែកឯបេនហួរដែលត្រូវជាបងប្រុសរបស់លេណាគេបានប្រកែកថាគេនៅទីហ្នឹង6ឆ្នាំហើយមិនដែលឃើញមានអ្វីនោះទេព្រឹត្តិការណ៍លងបន្លាចដ៏គួរឲ្យខ្លាចនៅយុគនោះក៏មិនទាន់ចប់ដែររិនណាមិនមែនលេណាទេគឺរិនណានាងបាននាំលេណាទៅគេងនៅលើគ្រែវិញរួចរិនណាបានទៅបន្ទប់ទឹកលាងដៃលាងជើងដើម្បីចូលគេងដែរខ្មោចនោះលងបន្លាចរិនណាយ៉ាងសាហាវរិនណានាងក៏បានឃើញខ្មោចនោះដែរគឺខ្មោចនោះរុំទៅដោយក្រណាត់បែបប្រពៃណីរិនណាភ័យស្រែកយ៉ាងខ្លាំងគឺធ្វើឲ្យលេណានាងភ្ញាក់ពីគេងរួចក៏រត់ទៅបន្ទប់ទឹកដើម្បីរករិនណាព្រឹត្តិការណ៍លងបន្លាចយ៉ាងរន្ធត់ញាប់ញ័រនៅយប់នោះក៏បានឆ្លងផុតហើយព្រឹកឡើងក៏បានមកដល់លេណានាងបានទៅរៀនធម្មតានាងបានខលទូរស័ព្ទទៅប៉ារបស់នាងដើម្បីសូមប៉ារបស់នាងផ្លាស់ប្ដូរសាលាតែប៉ារបស់នាងមិនព្រមនោះទេបងប្រុសរបស់នាងក៏បានមកដល់ហើយក៏ស្ដីឲ្យនាងដែរគំនិតដែលនាងចង់ផ្លាស់ប្ដូរសាលាព្រោះថាបេនហួរគេមិនបានជឿទៅលើរឿងខ្មោចនោះទេស្របពេលនោះរិនណានិងមីនក៏បានមកដល់ទីនោះហើយក៏បានហៅលេណាឲ្យឈប់និយាយគ្នាសិនអ្នកទាំង3នាក់នោះមានគម្រោងនឹងទៅនិយាយជាមួយនឹងលោកស្រីអាស្ទ្រីនិងលោកវើយូពាក់ព័ន្ធនឹងការលងបន្លាចពីសំណាក់ខ្មោចពីយប់មិញនោះឯងបន្ទាប់ពីអ្នកទាំង3និយាយគ្នាចប់សាច់រឿងក៏កាត់មកដល់ពេលយប់ទៀតហើយដល់អ្នកទាំងអស់គ្នាបានអង្គុយញ៉ាំបាយជុំគ្នាដូចជារាល់ដងភ្លាមនោះមាននារីម្នាក់ក៏បានប្រាប់ទៅលោកស្រីអាស្ទ្រីថានៅជាន់ក្រោមដូចជាមានអាកាសធាតុត្រជាក់ហើយបុរសម្នាក់ទៀតដែលអង្គុយជាប់នាងក៏បានសួរទៅលោកស្រីអាស្ទ្រីថាអត់ឃើញរិនមកញ៉ាំបាយអញ្ចឹងតើគាត់បានទៅណាលោកស្រីអាស្ទ្រីធ្វើទឹកមុខស្មើមិននិយាយអ្វីទាំងអស់ទើបលោកវើយូដែលជាប្តីរបស់លោកស្រីអាស្ទ្រីឆ្លើយជំនួសថារិនដែលជាកូនប្រុសរបស់គាត់នឹងគឺមិនស្រួលខ្លួនបន្ទាប់ពីបាយយប់រួចអ្នកទាំង3ក៏សុំលោកស្រីអាស្ទ្រីដើម្បីនិយាយគ្នាបន្តិចអ្នកទាំង3ក៏ចាប់ផ្ដើមប្រាប់រឿងរ៉ាវអំពីយប់មិញទៅលោកស្រីអាស្ទ្រីប៉ុន្តែលោកស្រីអាស្ទ្រីបែរជាខឹងច្រឡោតនឹងប្រាប់ទៅអ្នកទាំង3ថាគឺគាត់មិនដែលឃើញអ្វីនៅទីនេះនោះឡើយលោកស្រីអាស្ទ្រីក៏ក្រោកឡើងបំរុងនឹងដើរចេញលេណានាងក៏បានសុំទៅលោកស្រីអាស្ទ្រីថាចានដែលប្រឡាក់ទុកឲ្យនាងលាងបានដែរឬទេប៉ុន្តែលោកស្រីអាស្ទ្រីគាត់បែរជាឆ្លើយបែបគំរោះគំរើយថាចានរបស់គេមិនឲ្យប្រឡាក់ដៃរបស់អ្នកណាម្នាក់ឡើយហាក់បីជាចាននោះដូចជាមានអាចកំបាំងអ្វីមួយអញ្ចឹងនិយាយរួចប្តីប្រពន្ធ2នាក់នោះក៏បានដើរចេញពីទីនោះតែម្ដងអ្នកទាំង3ក៏ដើរបំរុងនឹងទៅបន្ទប់រៀងខ្លួនលេណាក៏បានហៅឲ្យរិនណាឈប់សិនរួចក៏សួរថាតើលោកស្រីអាស្ទ្រីគាត់តែងតែលាងចាននៅក្រោយផ្ទះនឹងមែនប៉ុន្តែរិនណាមិនបានយល់នៅអ្វីដែលលេណាគេបានសួរនោះទេស្របពេលនោះអ្នកទាំងពីរក៏បានឃើញលោកស្រីអាស្ទ្រីកំពុងតែរុញចានប្រឡាក់ទៅខាងក្រោយផ្ទះអ្នកទាំងពីរក៏បានរត់ទៅមើលលេណាក៏បានងាកទៅប្រាប់រិនណាថាគឺជាកន្លែងនេះហើយរិនណាបានប្រាប់ទៅលេណាថាកន្លែងនេះគឺជាឃ្លាំងសម្រាប់ដាក់អីវ៉ាន់ដែលមិនប្រើប្រាស់ហើយទីនេះតែងតែចាក់សោជាប់ជានិច្ចចង់បានរំពេចស្អាតវាសម្រាប់ការតខ្លួនឯងបានដែលសាកជាមួយនឹងរំពេចខាង MD បានដែលក្នុងមួយឈុតក៏មានដល់10ដងជាងចំណាយលុយតិចខ្លាំងមែនតើគុណភាពល្អអត់ប៉ះពាល់ដល់ផ្នែកនិងសរសៃរំពេចធម្មជាតិបងចិត្តអាចហៅទៅបាននឹងសាកសួរព័ត៌មានបន្ថែមនៅក្នុង page Lilasis ដែរណាបងលឿននោះអ្នកទាំងពីរក៏បានឃើញលោកស្រីអាស្ទ្រីគាត់បានដើរចេញពីបន្ទប់នោះមកវិញរិនណានាងក៏បានបបួលលេណាដើម្បីទៅមើលនៅមុខបន្ទប់នោះរួចអ្នកទាំងពីរក៏ព្យាយាមចូលទៅក្នុងបន្ទប់នោះតែធ្វើយ៉ាងណាក៏
មិនអាចចូលខាងក្នុងបានដែររំពេចនោះរិនណានាងក៏បានលឺសំឡេងអ្វីម្យ៉ាងនៅខាងក្នុងបន្ទប់វាលឺសូរហាក់ដូចជាគួរឲ្យខ្លាចពេលនោះរិនណានាងមានអារម្មណ៍មិនស្រួលទើបបបួលលេណាឲ្យឆាប់ចេញពីទីនោះពេលអ្នកទាំងពីរបានចូលទៅដល់ក្នុងបន្ទប់វិញរិនណានាងបំរុងទៅបន្ទប់នោះម្ដងទៀតតែត្រូវបានលេណានាងបានខាត់ហើយក៏បានប្រាប់ថាស្អែកចាំយើងទៅឥឡូវនឹងយើងគេងសិនចុះរិនណាក៏បានយល់ព្រមវេលាម៉ោង 12 យប់ក៏ឈានចូលមកដល់លេណានាងបានគេងលក់បាត់ចំណែកឯរិនណានាងមិនទាន់បានគេងនោះទេនាងមិនអស់ចិត្តរួចក៏រត់ចេញពីបន្ទប់គេងឆ្ពោះទៅបន្ទប់ដ៏អាចកំបាំងនោះម្ដងទៀតនាងបានយកឧបករណ៍ដើម្បីកោះទ្វារនោះទីបំផុតនាងក៏អាចបើកទ្វារនោះបានហើយក៏បានដើរចូលទៅខាងក្នុងភ្លាមនោះនាងក៏បានឃើញអ្វីម្យ៉ាងដែលកំពុងលៀនអណ្ដាតលិតទៅលើចានដែលមានប្រឡាក់ទៅដោយបាយបើទោះជារិនណានាងមើលមិនដឹងថានោះជាអ្វីយើងជាអ្នកទស្សនាក៏យើងដឹងថាជាអ្វីនោះដែររិនណានាងមិនបានខ្លាចនោះទេនាងបានប្រើភាពក្លាហានរួចក៏ដើរទៅមុខដើម្បីមើលថានោះជាអ្វីមើលទៅនាងពិតជាក្លាហានមែនក្លាហានជាងអ្នកទស្សនាទៅទៀតលៀនអណ្ដាតវែងប៉ុណ្ណឹងហើយនៅដើរទៅមើលទៀតលៀមនោះកំហឹងខ្មោចនោះក៏បានខឹងរួចក៏បានងាកទៅមើលរិនណាលៀមនោះទៅរិនណានាងដឹងថានោះគឺជាខ្មោចនាងមានការផិតភ័យជាខ្លាំងនាងព្យាយាមដើរថយក្រោយរហូតតែដួលផ្ងាក្រោយខ្មោចនោះក៏បានហោះមុខពីលើរិនណារួចក៏លៀនអណ្ដាតលិតទៅលើរិនណាហើយសាច់រឿងក៏កាត់មកដល់ពេលព្រឹកវិញទាំងដែលព្រឹត្តិការណ៍ព្រឺព្រួចយើងមិនទាន់ដឹងថាមានរឿងអីបន្តនោះទេហើយសាច់រឿងបន្ទាប់របស់យើងនៅពេលព្រឹកលេណានាងក៏បានមកគោះបន្ទប់របស់រិនណាតែហាក់ដូចជាមិនមានអ្នកណាមកបើកទ្វារឲ្យនោះទេចំណែកឯទ្វារបន្ទប់ក៏ជាប់សោទៀតលេណានាងក៏ហាក់ដូចជាឆ្ងល់រួចក៏អើតមើលទៅតាមបង្អួចបន្ទប់របស់រិនណាស្រាប់តែឃើញរិនណាដេកយ៉ាងច្រងាងងាងនៅក្នុងបន្ទប់មិនដឹងថានាងស្លាប់ឬរស់នោះទេភ្លាមនោះលេណានាងក៏បានស្រែកយ៉ាងខ្លាំងឲ្យអ្នកគ្រប់គ្នាចេញមកជួយអ្នកទាំងអស់គ្នាបានគាស់បន្ទប់របស់រិនណាចូលទៅខាងក្នុងហើយក៏នាំគ្នាចូលទៅមើលរិនណានាងមានសភាពដូចជាចម្លែកខ្លាំងណាស់បិនហួរគេបានមើលទៅលើរិនណារួចក៏ប្រាប់អ្នកទាំងអស់គ្នាថារិនណានាងមិនទាន់ស្លាប់ទេរួចក៏នាំរិនណាទៅឯមន្ទីរពេទ្យពេលទៅដល់មន្ទីរពេទ្យគឺរិនណានាងបានកាំងបេះដូងស្លាប់បាត់ទៅហើយឡានពេទ្យបាននាំសាកសពរបស់រិនណាត្រឡប់ទៅឯស្រុកកំណើតវិញចំណែកឯលេណានាងក៏បានបបួលមីនទៅសួរលោកស្រីអាស្ទ្រីអំពីរឿងរ៉ាវបន្ទប់នៅក្រោយផ្ទះព្រោះថាមុនពេលដែលរិនណានាងស្លាប់នាងបានឮសំឡេងចម្លែកអ្វីចេញពីបន្ទប់នោះមកប៉ុន្តែលោកស្រីអាស្ទ្រីបានប្រាប់អ្នកទាំងពីរថាប្រហែលវាគ្រាន់តែជាកណ្ដុរមួយតែប៉ុណ្ណោះលេណាពេលដែលនាងបានឮដូច្នេះនាងមិនបានជឿទៅលើលោកស្រីអាស្ទ្រីនោះទេថែមទាំងនិយាយទៅលោកស្រីអាស្ទ្រីថាវាមិនមែនជាកណ្ដុរទេនាងខ្លាចតែថ្ងៃរិនណានាងបានឮសំឡេងនោះរួចនាងក៏បានទៅបន្ទប់នោះតែម្នាក់ឯងហើយប្រហែលជានាងបានឃើញអ្វីហើយទើបធ្វើឲ្យនាងភ័យដល់ថ្នាក់កាំងបេះដូងស្លាប់បែបនេះទាំង4នាក់មិនទាន់និយាយចប់ស្រួលបួលផងក៏ស្រាប់តែឮសំឡេងអ្វីម្យ៉ាងឮពីខាងលើផ្ទះមកជាកូនប្រុសរបស់លោកស្រីអាស្ទ្រីនឹងឯងនោះគឺជាសំឡេងរបស់រិនលោកវើយូនិងលោកស្រីអាស្ទ្រីក៏ស្ទុះឡើងទៅខាងលើផ្ទះចំណែកឯលេណានិងមីនពួកគេទាំងពីរនាក់ក៏ដើរទៅតាមក្រោយនិងបានលួចមើលទៅរិនឃើញរិនកំពុងតែដេកដោយក្តីឈឺចាប់ហើយចំណែកឯស្បែករបស់រិនវិញមើលទៅមានសភាពដូចជារលួយលេណានិងមីនក៏បានដើរចេញពីទីនោះមកអ្នកទាំងពីរក៏ឆ្ងល់ថាមានរឿងអ្វីទៅលើរិនហើយអ្វីក៏លោកស្រីអាស្ទ្រីនិងលោកវើយូមិនព្រមយកគេទៅមន្ទីរពេទ្យសាច់រឿងអាចកំបាំងក៏ចាប់ផ្ដើមលាតត្រដាងបន្តិចម្ដងដែលចាប់ផ្ដើមពីលោកវើយូទៅគាត់បានប្រាប់ទៅប្រពន្ធគាត់ថាគាត់ទៅកន្លែងបូជាហើយនិងបន្ថែមទៀតថាវាដល់ពេលវេលាហើយរួចលោកវើយូក៏ដើរចេញពីនោះទៅបាត់ចំណែកឯមីនគេកំពុងតែអ៊ីមែលទៅបបនៅបានរៀបរាប់អំពីស្ថានភាពជំងឺរបស់លោករិនដែលជាកូនប្រុសរបស់លោកស្រីអាស្ទ្រីដោយប្រាប់ទៅបបថាស្ថានភាពជំងឺរបស់លោករិនពិតជាចម្លែកខ្លាំងណាស់ហើយឪពុកម្ដាយរបស់គេថែមទាំងមិនបានយកគេទៅឯមន្ទីរពេទ្យទៀតផងសាច់រឿងរន្ធត់ទៅពេលយប់ក៏បានចាប់ផ្ដើមឡើងលេណាបានឃើញលោកវើយូដូចជាចម្លែកពេលដែលត្រឡប់មកផ្ទះវិញលោកវើយូបានទុកឡាននៅក្នុងឃ្លាំងរួចគាត់ក៏បានចេញពីឡានមកដោយអោបដបអ្វីម្យ៉ាងដែលគួរឲ្យចម្លែកហើយគាត់ក៏បានរត់ទៅខាងក្រោយផ្ទះលេណាបានឃើញដូច្នេះនាងក៏បានដើរទៅតាមក្រោយដើរកាត់បន្ទប់មួយនាងក៏បានឮសំឡេងអ្វីចម្លែកនៅក្នុងបន្ទប់នោះនាងក៏បានអើតមើលតាមបង្អួចក៏ពិតបន្ទប់នោះគឺជាបន្ទប់ធ្វើម្ហូបរបស់លោកស្រីអាស្ទ្រីលេណាដែលកំពុងតែលួចមើលតាមបង្អួចឃើញលោកស្រីអាស្ទ្រីកំពុងតែចិញ្ច្រាំកណ្ដុរយ៉ាងទំនងលេណាឃើញបែបនេះនាងក៏ដាក់មេប្រូរត់ទៅបន្ទប់របស់បេនហួរដែលជាបងប្រុសរបស់នាងបានគូសទ្វារឲ្យបេនហួរបើកទ្វារឲ្យឆាប់ឡើងពេលបេនហួរបើកទ្វារហើយនាងក៏មិនចាំយូរនាងក៏រត់ចូលទៅក្នុងបន្ទប់នោះលេណាបានរៀបរាប់រឿងទាំងអស់ដែលនាងបានឃើញទៅបងប្រុសនាងតែប្រូប្រឡាក់ចក់នោះគេនៅតែមិនជឿទៅលើនាងដដែលហើយក៏បានប្រាប់នាងថាឈប់ស្រមាស្រមៃទៀតទៅលេណានាងក៏មិនដឹងនិយាយថាយ៉ាងម៉េចទៀតទើបនាងចាប់ទាញដៃរបស់ប៊ុនហួរឲ្យទៅមើលផ្ទាល់ទៅបើបងមិនជឿភ្លាមនោះបេនហួរគេក៏លែងមានសកម្មភាពអ្វីទាំងអស់រួចក៏សម្
ឡឹងទៅមុខលេណាហើយក៏បាននិយាយទៅលេណាថាក្រុមគ្រួសារនេះយកចិត្តទុកដាក់ទៅលើគេខ្លាំងណាស់សូម្បីតែឪពុកបង្កើតរបស់គេក៏មិនដែលយកចិត្តទុកដាក់ដោយក្រុមគ្រួសារនេះយកចិត្តទុកដាក់ទៅលើគេដែរលេណាទ្រាំមិនបានគេក៏ប្រាប់ទៅបងប្រុសគេថាម្ដាយគេកើតជំងឺមហារីកនាងបានបន្ថែមទៀតថានាងមិនចង់ប្រាប់បេនហួរទេព្រោះខ្លាចបន្ថែមបន្ទុកទៅលើបេនហួរនឹងប៉ះពាល់ទៅដល់ការសិក្សារបស់គេបេនហួរហាក់ដូចជាដឹងខ្លួនឡើងវិញភ្លាមនោះសាច់រឿងក៏បានកាត់ទៅលោកវើយូដែលកំពុងតែអោបដបដល់ចម្លែកនោះនៅបានដើរចូលទៅក្នុងបន្ទប់ដែលចម្លែកនៅក្រោយផ្ទះនោះមេឃក៏ចាប់ផ្ដើមមានផ្គររន្ទះគឺរៀបនឹងភ្លៀងនឹងឯងលោកវើយូក៏បានដើរចូលទៅដល់ក្នុងបន្ទប់នោះហើយក៏បានបើកភ្លើងនៅក្នុងបន្ទប់នោះភ្លឺបានតែបន្តិចស្រាប់តែអំពូលភ្លើងផ្ទុះលាន់សូរតែផុតលោកវើយូមានអាការៈដូចជាភ័យខ្លាចខ្លាំងណាស់ចំណែកឯទ្វារក៏បានបិទដោយខ្លួនវាលោកវើយូក៏នៅតែបន្តកាន់ដបដែលមានទឹកនៅក្នុងនោះហើយក៏បាននិយាយថាយើងមិនអនុញ្ញាតឲ្យឯងយកជីវិតប្រជាជននៅទីនេះបន្តទៀតនោះទេគាត់ក៏បានស្រែកហៅខ្មោចនោះឲ្យចេញមកផឹកមួយកេះ2នាក់ជាមួយនឹងគាត់អេដមីននិយាយលេងនោះទេរំពេចនោះដែរសាច់រឿងព្រួយក៏បានមកដល់ទៀតហើយខ្មោចនោះក៏បានចេញមកភ្លាមបន្លាចទៅលើលោកវើយូយ៉ាងរន្ធត់ធ្វើឲ្យគាត់ដួលទៅលើដីគាត់ក៏ប្រឹងក្រោកឡើងចំណែកឯខ្មោចនោះបានឈរសម្លឹងទៅគាត់យ៉ាងសង្ហាភ្នែកភ្លឺពណ៌សធ្មេញវែងរុំទៅដោយក្រណាត់ពណ៌សរួចក៏យកអណ្ដាតដាក់ចូលទៅក្នុងមាត់របស់លោកវើយូក៏បានដួលទៅលើដីហើយបញ្ឈរភ្នែកព្រឹត្តិការណ៍រំជួយមេឃរំកើដីក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណេះសាច់រឿងក៏បានបង្វែរមកដល់ពេលព្រឹកវិញលេណាបានឮសំឡេងឆ្មាស្រែកយ៉ាងខ្លាំងរួចនាងក៏ដើរតាមរកហើយក៏បានជួបជាមួយនឹងបងប្រុសរបស់នាងបេនហួរនឹងបានសួរបេនហួរថាតើមានរឿងអ្វីកើតឡើងទៅលើវាបេនហួរថាមិនដឹងទេប្រហែលជាវានៅឯចំការចេកនិយាយចប់បងប្រុសរបស់លេណាក៏បានដើរចេញពីទីនោះទៅចំការចេកបេនហួរក៏បានទៅដល់ចំការចេកនៅឯក្រោយផ្ទះហើយក៏បានហៅសាលម៉េតដែលជាឈ្មោះរបស់ឆ្មានោះតាំងពីដើមរឿងមកសាលម៉េតគឺមិនទាន់បានឃើញមុខវានោះទេគឺបានឮត្រឹមតែសំឡេងព្រឹត្តិការណ៍លងកាត់ព្រឹកក៏បានចូលមកដល់បេនហួរបានដើររកឆ្មានោះសុកស្រាប់តែមានសំណាងបានឃើញខ្មោចដែលកំពុងតែប្រយោគរនៅឯចំការចេកនោះបេនហួរគេមិនដែលជឿថាមានខ្មោចទេពេលដែលគេបានជួបខ្មោចដំបូងគេក៏មានអារម្មណ៍រំភើបរួចក៏ស្រែកយ៉ាងខ្លាំងផ្អើលអស់អ្នកនៅក្នុងផ្ទះភ្លាមនោះអ្នកនៅក្នុងផ្ទះក៏រត់ទៅរកបេនហួរស្រាប់តែឃើញខ្មោចប្រយោគរនោះគឺជាខ្មោចរបស់លោកវើយូនោះឯងអេដមីនសូមអធិស្ឋាននោះមិនមែនជាខ្មោចទេគឺជាសាកសពរបស់លោកវើយូដូច្នេះបេនហួរគេគ្មានសំណាងបានជួបខ្មោចទេដងនេះលោកស្រីអាស្ទ្រីបានឃើញប្តីរបស់គាត់បានស្លាប់គាត់រន្ធត់ចិត្តណាស់គាត់ក៏បានស្រែកយំយ៉ាងខ្លាំងនៅថ្ងៃពិធីបុណ្យសពរបស់លោកវើយូលោកស្រីអាស្ទ្រីបានឈរពីក្រោយលេណានិងបានសម្លក់ទៅលេណាដូចជាមានកំហឹងអ្វីមួយបន្ទាប់ពីបុណ្យសពរបស់លោកវើយូបានបញ្ចប់នាទីពេលយប់ក៏បានឈានចូលមកដល់អ្នករស់នៅក្នុងផ្ទះនោះទាំងអស់បានប្រជុំគ្នានិងបាននិយាយអំពីបុណ្យសពរបស់លោកវើយូលេណានាងបំរុងនឹងប្រាប់រឿងទាំងអស់ឲ្យអ្នកគ្រប់គ្នាបានដឹងមិនទាន់បាននិយាយផងភ្លើងនៅក្នុងផ្ទះស្រាប់តែរលត់ក្រុមប្រុសបានចេញទៅក្រៅដើម្បីទៅមើលប្រអប់ភ្លើងថាតើមានរឿងអ្វីហើយអ្វីក៏ដាច់ភ្លើងបែបនេះពេលដែលទៅដល់ទើបដឹងថាវាគ្រាន់តែលោតកុងតាក់តែប៉ុណ្ណោះគ្រាន់តែកាច់កុងតាក់មកវិញមករួចរាល់បាត់ទៅហើយតែមិនដោយការគិតពេលដែលកាច់រួចភ្លើងក៏ចាប់ផ្ដើមភ្លឺផ្លែតរំពេចនោះខ្មោចក៏បានចេញមកអង្គុយនៅលើឡានរបស់លោកវើយូហើយក៏បានស្រែកបន្លាចទៅអ្នកទាំង4នោះបេនហួរគេក៏មានសំណាងបានជួបខ្មោចហើយខ្មោចនោះបានលៀនអណ្ដាតយ៉ាងវែងទៅរកអ្នកទាំង4ក៏ព្យាយាមបើកទ្វាររួចក៏បានចេញមកខាងក្រៅហើយក៏បានឃើញលោកស្រីអាស្ទ្រីកំពុងតែឈរគាំងនៅឯខាងក្រៅនេះឯងព្រោះថាគាត់ក៏បានឃើញខ្មោចនោះដែរចំណែកឯលេណានិងក្រុមស្រីឯទៀតកំពុងតែរងចាំនៅក្នុងផ្ទះក៏ឆ្ងល់ថាហេតុអ្វីស្មាននេះហើយនៅមិនទាន់ធ្វើភ្លើងហើយទៀតក៏មានស្រី2នាក់គេថាគេចង់ទៅមើលថាតើមានរឿងអ្វីហេតុអ្វីក៏យូរបែបនេះរួចក៏កាន់ពិលចេញមិនទាន់ផុតផងខ្មោចនោះក៏បង្ហាញខ្លួននៅមុខស្រី2នាក់នោះតែម្ដងអ្នកទាំងពីរក៏បានត្រឡប់មកវិញដោយការភ័យខ្លាចយ៉ាងខ្លាំងចំណែកឯខ្មោចនោះវិញគេមិនបានបបង់ឆន្ទៈដើម្បីលងអ្នកទាំងពីរនោះទេក៏តាមមកពីក្រោយរួចក៏រុញទ្វារមិនចាំយូរលេណានិងក្រុមស្រីរបស់ពួកគេក៏នាំគ្នាលោតតាមបង្អួចរត់គេចពីខ្មោចទំនើងមួយនោះស្រីទាំងអស់គ្នាក៏បានរត់មកដល់កន្លែងប្រុសរួមជាមួយនឹងលោកស្រីអាស្ទ្រីព្រឹត្តិការណ៍លងដ៏អធិកអធមនៅយប់នោះក៏បានបញ្ចប់សាច់រឿងក៏កាត់មកដល់ពេលព្រឹកអ្នករស់នៅក្នុងផ្ទះនោះក៏បានរើអីវ៉ាន់ចេញទាំងអស់គ្នានៅសល់តែ4នាក់ទាំងម្ចាស់ផ្ទះគឺមីនបេនហួរលេណានិងលោកស្រីអាស្ទ្រីដែលជាម្ចាស់ផ្ទះនោះឯងបេនហួរក៏បានរត់ទៅសួរលោកស្រីអាស្ទ្រីថាតើមានរឿងអ្វីទៅលោកស្រីអាស្ទ្រីក៏បានឆ្លើយថាគាត់ក៏មិនដឹងដែរតែគាត់នឹងចេញទៅខាងក្រៅនាំអ្នកខ្លាំងពូកែដើម្បីមកជួយនៅទីនេះនិយាយចប់លោកស្រីអាស្ទ្រីក៏បានបើកឡានចេញពីទីនោះទៅភ្លាមនោះបបដែលជាអ្នករត់ចេញពីផ្ទះនោះមុនគេក៏បានខលមកអ្នកទាំង3បបបានសួរទៅអ្នកទាំង3ថានៅបន្តរស់នៅក្នុងផ្ទះនោះទៀតមែនទេមីនក៏បានឆ្លើយថាមែនហើយមីនក៏បន្ថែមទៀតថានៅទីនេះចាប់ផ្ដើមការរឿងអាក្រក់ហើយភ្លាមនោះបប
ក៏បានប្រាប់ទៅអ្នកទាំងអស់គ្នាថាឆាប់ចាក់ចេញពីទីនោះទៅព្រោះទីនោះមានគេប្រើអាគមងងឹតដាក់ទៅលើផ្ទះនោះព្រោះថាបបគេផ្ទាល់បានត្រឡប់ទៅឯស្រុកកំណើតហើយក៏បានដឹងថាគេបានជាប់អាគមខ្មៅពីផ្ទះនោះមកបបមិនបាននិយាយអ្វីច្រើនទៀតទេគេគ្រាន់តែប្រាប់អ្នកទាំង3ថាឆាប់ចេញពីទីនោះមកបន្ទាប់ពីដាក់ទូរស័ព្ទចោលអ្នកទាំង3ក៏មិនចាំយូរក៏បានដើរចូលទៅក្នុងបន្ទប់រៀងខ្លួនដើម្បីរៀបចំអីវ៉ាន់ចាក់ចេញពីផ្ទះនោះភ្លាមៗតែម្ដងមីនកំពុងតែរៀបចំអីវ៉ាន់ភ្លាមៗនោះគេក៏ស្រាប់តែមានអារម្មណ៍ថាដូចជាមានមនុស្សដើរនៅខាងក្រោយខ្នងរបស់គេក៏បានងាកក្រោយតែមិនបានឃើញនោះទេស្រាប់តែពេលនោះមាននរណាម្នាក់បានយកក្រណាត់មកបិទច្រមុះរបស់មីនធ្វើឲ្យមីនដួលសម្លាប់នៅទីនោះចំណែកឯបេនហួរគេរៀបចំអីវ៉ាន់រួចក៏អូវ៉ាលីចេញមកក្រៅស្រាប់តែឃើញមីនដួលសម្លាប់នៅក្បែរនោះគេក៏បានដើរចូលទៅហៅមីនស្រាប់តែមាននរណាគេម្នាក់យកដំបងវាយចំពីក្រោយខ្នងរបស់បេនហួរធ្វើឲ្យបេនហួរដួលសម្លាប់នៅក្បែរនោះដែរនៅសល់លេណាតែម្នាក់កំពុងតែរៀបចំអីវ៉ាន់ដាក់វ៉ាលីក៏ស្រាប់តែលោកស្រីអាស្ទ្រីឈរនៅពីក្រោយខ្នងរបស់នាងលៀមនោះលោកស្រីអាស្ទ្រីក៏បានវាយទៅលើលេណាធ្វើឲ្យលេណាសម្លាប់ផងដែរអ្នកទាំង3នាក់បានក្រោកឡើងដោយជាប់ចំណងនៅនឹងដៃហើយក៏បានឃើញលោកស្រីអាស្ទ្រីបានលើកម្ហូបអាហារឲ្យពួកគេលៀមនោះសាច់រឿងរបស់យើងក៏បានលាតត្រដាងគឺលោកស្រីអាស្ទ្រីគាត់ជាអ្នកធ្វើពិធីធ្មប់មុនអាគមខ្មៅដាក់ទៅលើផ្ទះនោះដោយគាត់បានយកកណ្ដុរធ្វើជាម្ហូបអាហាររួមទាំងឈាមរបស់កណ្ដុរផងដែរយកទៅឲ្យពួកគេដែលរស់នៅក្នុងផ្ទះនោះញ៉ាំទាំងអស់គ្នាទើបនៅដើមសាច់រឿងយើងបានឃើញបបកំពុងតែញ៉ាំម្ហូបនោះសុកស្រាប់តែគេក្អួតភ្លាមនៅនឹងតុបាយតែម្ដងលោកស្រីអាស្ទ្រីគាត់បានរៀបរាប់អំពីរឿងជឿចាប់របស់គាត់និងមូលហេតុដែលគាត់បានជឿជាក់ទៅលើអារក្សនោះពីព្រោះថាកាលពីគាត់នៅក្មេងគ្រួសារគាត់បានបោះបង់គាត់ចោលហើយភូមិមួយនោះក៏ស្រាប់តែមានចោលប្លន់លោកស្រីអាស្ទ្រីគាត់ក៏បានជួបជាមួយនឹងលោកវើយូអ្នកទាំងពីរបានជិះឡានទៅដល់ភូមិថ្មីមួយទៀតក៏ស្រាប់តែឃើញមានអ្នកភូមិកំពុងតែគោរពទៅលើអារក្សនោះហើយគេនិងលោកវើយូក៏បានជឿជាក់ទៅលើអារក្សនោះព្រោះតែអារក្សបានជួយឲ្យអ្នកទាំងពីរមានលុយមានផ្ទះដ៏ធំស្កឹមស្កៃមួយនេះហើយអ្វីដែលសំខាន់គឺមានលោករិនម្នាក់ទៀតដែលជាកូនប្រុសរបស់គេជារៀងរាល់ឆ្នាំលោកស្រីអាស្ទ្រីគាត់ត្រូវតែបូជាប្រលឹងមនុស្សចំនួន4នាក់ក្នុងចំណោម4នាក់នោះគឺមានបបម្នាក់តែដោយសារបបដឹងខ្លួនមុនទើបគេបានចាក់ចេញបន្ទាប់ពីនិយាយរឿងទាំងនោះចប់លោកស្រីអាស្ទ្រីបានយកក្រណាត់ដែលមានថ្នាំទៅកតុបមាត់របស់មីនរួចក៏បានអស់ជើងមីនចេញពីបន្ទប់នោះបន្ទាប់ពីអស់ចេញផុតកូនប្រុសរបស់លោកស្រីអាស្ទ្រីបានស្ដាប់ឮរឿងរ៉ាវទាំងអស់ដែលម្ដាយគេបានរៀបរាប់ដោយសារបន្ទប់ឃុំឃាំងនឹងបន្ទប់របស់លោករិននៅជាប់គ្នាលោករិនបានស្រែកប្រាប់ទៅអ្នកទាំងពីរថាមានកន្ត្រៃមួយនៅក្នុងកែតុបបេនហួរមិនចាំយូរគេបានលោតរំកិលខ្លួនដើម្បីទៅយកកន្ត្រៃនោះទីបំផុតអ្នកទាំងពីរក៏បានរំដោះខ្លួនចេញពីទីនោះបានពេលដែលរួចខ្លួនហើយអ្នកទាំងពីរមិនបានរត់ចេញពីផ្ទះនោះទេលេណានិងបេនហួរបានរត់ទៅបន្ទប់អាតកំបាំងនៅក្រោយផ្ទះពួកគេបានដើរចូលទៅក្នុងបន្ទប់នោះមិនមែនជាបន្ទប់ធម្មតានោះទេគឺមានបន្ទប់មួយទៀតនៅក្រោមដីអ្នកទាំងពីរបានបើកទ្វារបន្ទប់ក្រោមដីរួចក៏ចុះទៅខាងក្រោមស្រាប់តែអ្នកទាំងពីរបានឃើញលោកស្រីអាស្ទ្រីកំពុងតែធ្វើពិធីមន្តអាគមបំរុងនឹងដាក់ទៅលើមីនបូជាជូនអារក្សដែលគាត់បានជឿជាក់នោះឯងមិនចាំយូរអ្នកទាំងពីរក៏ស្ទុះទៅជួយមីនចំណែកបេនហួរថែមទាំងបានសម្លាប់ទៅលើលោកស្រីអាស្ទ្រីទៀតផងពេលដែលបានជួយរួចរាល់ហើយអ្នកទាំង3បំរុងនឹងរត់ចេញពីបន្ទប់ក្រោមដីនោះក៏ស្រាប់តែមានខ្មោចមួយមករារាំងអ្នកទាំង3តែយើងមើលមួយផ្លែតមិនមែនមួយនោះទេគឺមានខ្មោចជាច្រើនពួកគេក៏បានរកផ្លូវចេញមួយទៀតដែលច្រកនោះចេញមកចំចំការចេកអ្នកទាំង3ក៏បានឈរមើលដើម្បីរកផ្លូវទៅមុខបន្តទៀតកំពុងតែឈរមើលសុកស្រាប់តែលោកស្រីអាស្ទ្រីមកពីក្រោយគាត់មិនទាន់ស្លាប់នោះទេគាត់បានយកកណ្ដៀវកាប់ចំខ្នងរបស់បេនហួរអ្នកទាំង3ក៏នៅតែបន្តរត់ស្របពេលដែលបេនហួរត្រូវរបួសខ្នងរត់ចេញពីទីនោះបានបន្តិចពួកគេក៏បានមកដល់ពិធីបូជាមួយនៅក្នុងពិធីនោះមីនក៏បានឃើញសាកសពរបស់បបបានស្លាប់បាត់ទៅហើយចំណែកឯលោកស្រីអាស្ទ្រីក៏បានមកដល់ទីនោះផងដែរគាត់បានយកកណ្ដៀវកាប់ទៅលើពោះរបស់មីនធ្វើឲ្យមីនដួលនៅទីនោះហើយថែមទាំងវាយទៅលើលេណាឲ្យសន្លប់ទៀតផងលោកស្រីអាស្ទ្រីក៏ចាប់ផ្ដើមពិធីបូជាពេលនោះយើងឃើញបិសាចនោះចេញមកបិសាចនោះកំពុងតែស៊ីសាកសពរបស់បបនិងចង់បន្តទៅស៊ីលេណាទៀតផងកំពុងតែរៀបចំស៊ីហើយកូនប្រុសរបស់លោកស្រីអាស្ទ្រីក៏មកដល់ទីនោះដែររួចគេក៏បានប្រាប់ទៅម្ដាយគេថាគេនឹងបញ្ចប់រឿងទាំងនេះលោករិនបានសម្លាប់ខ្លួនហើយបិសាចទាំងអស់នោះក៏រលាយបាត់នៅក្នុងពេលនោះដែរព្រោះថាលោករិនគឺជាកូនម្នាក់ដែលលោកស្រីអាស្ទ្រីបានសុំពីអារក្សនោះទៅពេលដែលគេសម្លាប់ខ្លួនបិសាចទាំងនោះក៏រលាយទៅតាមចំណែកឯលោកស្រីអាស្ទ្រីគាត់បានឃើញបែបនោះគាត់ក៏សម្រេចចិត្តសម្លាប់ខ្លួនទៅតាមកូនរបស់គាត់ដែរចំណែកឯមីនត្រូវមួយកណ្ដៀវតែមិនចំបេះដូងនោះទេគឺចំពោះដូច្នេះគេក៏មិនទាន់ស្លាប់ដែរព្រឹត្តិការណ៍ដ៏កក្រឹកកក្រែងនៅយុគនោះក៏បានបញ្ចប់អ្នកទាំង3ក៏នាំគ្នាទៅមន្ទីរពេទ្យហើយក៏បានជួប
ជុំគ្រួសាររៀងៗខ្លួនសាច់រឿងយើងក៏បានបញ្ចប់តែប៉ុណ្ណេះផ្ទះរបស់លោកស្រីអាស្ត្រីគ្មានមនុស្សរស់នៅទៀតនោះទេក៏ឮតែសំឡេងយំជេរចាចប្រៀបដូចជាជ្រូកអញ្ចឹងតែមិនមែនជាជ្រូកនោះទេអេដមីននិយាយលេងនោះទេកំពុងតែរស់នៅក្នុងផ្ទះនោះដដែលរឿងយើងក៏បានចប់បរិបូរណ៍ទៅត្រឹមនេះអេដមីនអរគុណចំពោះការទស្សនាតាំងពីដើមរហូតដល់ចប់បាយបាយចង់បានរំពេចស្អាតវាសួនការតខ្លួនឯងបានដោយសារជាមួយនឹងរោមព្រៃខាងអមឌីបានដែលក្នុងបញ្ឈរបានដល់10ដងជាងចំណាយលុយតិចខ្លាំងមែនតើគុណភាពល្អអត់ប៉ះពាល់ដល់ផ្នែកនិងសរសៃរោមព្រៃធម្មជាតិបងៗចិត្តឲ្យហៅទៅបាននឹងសាកសួរព័ត៌មានបន្ថែមនៅក្នុង page Lilasis ដែរណាបង